អាជ្ញាធរខេត្តមណ្ឌលគិរីបានរៀបចំកម្មវិធីទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈលើកទី8ឆ្នាំ2025ក្រោមប្រធានបទ TVET បង្កើតឱកាសការងារសាងក្តីសង្ឃឹមដល់យុវជនលោកដឹមនេះអភិបាលរងខេត្តបានមានប្រសាសន៍ថាដើម្បីចូលរួមសម្រេចឲ្យបានចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្ដេចតេជោហ៊ុនសែនប្រធានប្រសិទ្ធិនិងសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃប្រជាជាតិកម្ពុជាពិសេសគោលនយោបាយបញ្ចកោណដំណាក់កាលទី1បានយកចិត្តទុកដាក់ខ្លាំងលើការអភិវឌ្ឍធនធានមនុស្សជាពិសេសការកសាងបាននូវកម្លាំងពលកម្មជំនាញដែលមានជំនាញវិជ្ជាជីវៈច្បាស់លាស់គំនិតច្នៃប្រឌិតនិងភាពប្រកួតប្រជែងដើម្បីធានាថាយុវជនម្នាក់មានជំនាញមួយយ៉ាងតិចប្រចាំជីវិតលោកបន្ថែមថាការអប់រំបណ្ដុះបណ្ដាលវិជ្ជាជីវៈនិងបច្ចេកទេសនេះគឺដើរតួសំខាន់ណាស់នៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសព្រមទាំងការបង្កើតនិងទទួលបានការងារធ្វើកាន់តែល្អនិងការជំរុញលើកកម្ពស់ជីវភាពកាន់តែប្រសើរឡើងសម្រាប់ប្រជាពលរដ្ឋម្នាក់ៗដើម្បីប្រែក្លាយក្តីសុបិនក្នុងការផ្ដល់លទ្ធភាពឲ្យប្រជាពលរដ្ឋគ្រប់រូបអាចធ្វើការសិក្សាពេញមួយជីវិតទៅជាការពិតក្នុងន័យនេះរាជរដ្ឋាភិបាលបានបង្កើតក្របខ័ណ្ឌគុណវត្តជាតិកម្ពុជាដោយបានដាក់ឲ្យអនុវត្តកម្មវិធីបណ្ដុះបណ្ដាលផ្អែកលើសមត្ថភាពសម្រាប់គុណវត្តជាតិកម្រិត1 2 3 4និង5សម្រាប់វិស័យអត្ថភាពទាំង10រួមមានសំណង់ស៊ីវិលមេកានិកអគ្គិសនីនិងថាមពលអេឡិចត្រូនិកកម្មន្តសាលបរិក្ខារត្រជាក់និងកម្ដៅនិងធុរកិច្ចព័ត៌មានវិទ្យាទាំង45មុខរបរព្រមទាំងរៀបចំដាក់ឲ្យដំណើរការនៅប្រព័ន្ធធ្វើតេស្តសមត្ថភាពនិងផ្ដល់វិញ្ញាបនបត្រទទួលស្គាល់ការសិក្សាពីមុនដែលនឹងធ្វើសម្ព័ន្ធកម្មអ្នកបានទទួលការបណ្ដុះបណ្ដាលគ្រប់ប្រភេទទាំងមុននិងក្រោយចូលធ្វើការទាំងក្នុងប្រព័ន្ធនិងក្រៅប្រព័ន្ធលោកងូកសវណ្ណអនុប្រធានមន្ទីរការងារបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តបានអានលិខិតរបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃប្រជាជាតិកម្ពុជាក្នុងឱកាសអបអរសាទរទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈលើកទី8ឆ្នាំ2025ក្រោមប្រធានបទ TVET បង្កើតឱកាសការងារសាងក្តីសង្ឃឹមដល់យុវជនដែលនេះសូមបញ្ជាក់ឲ្យឃើញយ៉ាងច្បាស់នូវការបដិញ្ញាចិត្តខ្ពស់របស់រាជរដ្ឋាភិបាលក្នុងការអនុវត្តឲ្យបាននូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី1ដើម្បីកំណើនការងារសមត្ថភាពប្រសិទ្ធភាពនិងចីរភាពដោយបានផ្ដល់អាទិភាពគន្លឹះទី1លើមនុស្សហើយផ្លូវទឹកភ្លើងនិងបច្ចេកវិទ្យាគឺជាអាទិភាពបន្ទាប់តាមលំដាប់តាមរយៈគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញកម្មវិធីបណ្ដុះបណ្ដាលជំនាញបច្ចេកទេសនិងវិជ្ជាជីវៈចំនួន1.5 លាននាក់នេះសម្រាប់ខេត្តមណ្ឌលគិរីតាមផែនការត្រូវបណ្ដុះបណ្ដាលយុវជនប្រមាណជា9967នាក់ជាយុវជនមកពីគ្រួសារក្រីក្រជាក់ស្ដែងការបណ្ដុះបណ្ដាលឆ្នាំទី1បានចំនួន182រូបមាន3ពេលវេនថ្ងៃយប់និងវេនសៅរ៍អាទិត្យហើយបានតេស្តបញ្ចប់វគ្គបានចុះកម្មសិក្សានិងធ្វើការនៅតាមមន្ទីរនានាព្រមទាំងវិស័យឯកជនបានចំនួន118នាក់ផងដែរដោយឡែកឆ្នាំទី2 5ខែនេះមានយុវជនចុះឈ្មោះចូលរៀនចំនួន80នាក់ប៉ុណ្ណោះលើពីជំនាញសេវាកម្មកុំព្យូទ័រអគ្គិសនីសម្អាងកាយជួសជុលម៉ូតូបើប្រៀបធៀបផែនការបានចំនួនតែ30%នៃផែនការឆ្នាំហើយបើធៀបផែនការទាំងមូលបានចំនួន2កដកសញ្ញា72%នៃផែនការរួមចំណែកថ្នាក់ជាន់ខ្ពស់បច្ចេកទេសមាន2ជំនាញព័ត៌មានវិទ្យានិងថ្នាក់អគ្គិសនីឆ្នាំទី1មាន38រូបនិងឆ្នាំទី2មានចំនួន37រូបផងដែរ